គាត់ក៏បានធ្វើអំពើដាក់ខ្ញុំដែលអំពើហ្នឹងគឺយើងបានដឹងក្រោយពេលដែលខ្ញុំស្លាប់ទៅហើយទេបាទយើងអាចរកឃើញតែអំពើហ្នឹងគឺគេធ្វើបែបណាអញ្ចឹងខ្ញុំសូមនិយាយឲ្យថាអំពើដែលគាត់ធ្វើហ្នឹងគឺគាត់ចាប់សត្វគីងគូហ្នឹងហើយសត្វគីងគូវាតំតែស្ដែងហើយអញ្ចឹងទៅខ្ញុំពេលខ្លះខ្ញុំវាតឹងទ្រូងពេកថាហេតុអីបានយូរទៅចែកដាច់ថាមនុស្សឲ្យខ្មោចវាលេងចែកដាច់ហ្នឹងហើយក៏មានរឿងជាច្រើនដែរដែលខ្ញុំចង់មកចែកជូនបងប្អូនទាំងអស់នេះនៅអ្វីដែលខ្ញុំបានដឹងក៏ដូចជាអ្វីដែលខ្ញុំបានតែត្រឹមដឹងហើយតែអត់ដែលហ៊ាននិយាយហើយក៏ចង់ចែករំលែកនៅអ្វីដែលគាត់ថាសូម្បីតែប្តីខ្លួនឯងក៏ដែលហ៊ាននិយាយប្រាប់បាទគឺមានរឿងច្រើនចុះបងដែលចាប់អារម្មណ៍ខ្លួនឯងចាប់ផ្ដើមមើលឃើញហ្នឹងតាំងពីអាយុប៉ុន្មានបងចាំអាយុ4ឆ្នាំតាំងពីក្មេងមកហ្មងបងចាសម្រាប់ឥឡូវហ្នឹងគឺអាយុ4ឆ្នាំអ្នកដែលខ្ញុំឃើញមុនគេគឺខ្មោចរបស់កូនប្រុសរបស់ខ្ញុំហ្មងអូតែនៅពេលដែលបងនៅវ័យកុមារឡើយត្រឹមតែ4ឆ្នាំអញ្ចឹងពេលដែលបងជួបរឿងហ្នឹងវាអាចប៉ះពាល់ដល់ជីវិតកុមារភាពបងអត់អាចបងភាគច្រើនតាំងពីវាអាចដោយសារតែរឿងចាំជាតិហ្នឹងផងអាចដោយសារតែភាពភ័យខ្លាចហ្នឹងផងវាធ្វើឲ្យសម្បីតែឥឡូវប្តីខ្ញុំគាត់សម្របខ្លួនដោយការគេងបើកភ្លើងក្នុងបន្ទប់ជារៀងរាល់យប់ជាមួយខ្ញុំឥឡូវហ្នឹងចាចាំងភ្នែកហ្មងប៉ុន្តែធ្វើមិនបខំចិត្តដោយសារតែខ្ញុំខ្លាចភាពងឹតខ្លាំងបាទចុះបងចាមិញបងនិយាយថាឃើញអីកូនប្រុសខ្មោចកូនប្រុសមិនអត់កូនប្រុសហ្នឹងបានន័យថាគាត់ត្រូវជាកូនប្រុសបកើតរបស់ខ្ញុំកាលពីខ្ញុំនៅជាតិមុនបងឃើញដំបងតាំងពីអាយុ4ឆ្នាំហ្នឹងអ្នកដែលខ្ញុំឃើញដំបងគេគឺកូនប្រុសរបស់ខ្ញុំហ្នឹងហ្មងពេលដែលគាត់ស្លាប់ហើយពេលដែលខ្ញុំឃើញហ្នឹងគឺអត់ទាន់មានអ្នកណាដឹងថាគាត់ស្លាប់ទេអូខេបងអូយភឺស្បយបងមកទាំងអស់គ្នានេះគ្រាន់តែជា intro ឯណាបងព្រោះអីថ្ងៃនេះគឺគាត់ចែកម្លែកជាមួយនឹងរឿងដែលគាត់ចាំជាតិត្រូវបងទាំងអស់គ្នាហើយមុននឹងគាត់ចូលមកកម្មវិធីរបស់យើងហ្នឹងខ្ញុំបានសម្ភាសគាត់ជានិស្ស័យដូចខ្ញុំដែរហើយគាត់អត់ស្អីចង់ចូលជាមួយនឹងកម្មវិធីសម្ភាសហ្នឹងដោយសារអីគាត់ខ្លាចមានបងដែលគាត់គិតថាគាត់និយាយមិនពិតឬក៏គាត់និយាយពិតនិយាយទៅគាត់អត់ចង់ទទួលជាមួយនឹងការរបៀបគេ negative comment អញ្ចឹងខ្ញុំសូមអធិស្ឋានដល់បងទាំងអស់គ្នាដែលមើលយ៉ាងណាក៏បងគិតថាពួកខ្ញុំមិនចែកម្លែកទេចង់ឲ្យបងស្ដាប់រឿងហើយមានអារម្មណ៍ថារំសាយជាមួយនឹងការ stress របស់បងអញ្ចឹងយ៉ាងណាក៏គិតថាពួកខ្ញុំជាមនុស្សស្រីដែរអរគុណច្រើនចាហើយខ្ញុំចង់ប្រាប់ពីមូលហេតុមួយទៀតដែលបងតែងតែហៅខ្ញុំនិយាយទៅច្រើនដងមែនតើមិនក្រុមពី3ទៅ4ដងហើយដែលបងហៅខ្ញុំក៏ដូចជាអ្នក mention ខ្ញុំច្រើនមែនតើខ្ញុំចូលកម្មវិធីមួយនេះប៉ុន្តែខ្ញុំចង់ឲ្យបងស្គាល់ខ្ញុំឲ្យបានច្បាស់ជាងនេះទៀតថាខ្ញុំគឺមិនមែនជាមនុស្សដែលទាញ content ឬក៏ទាញភាពល្បីដោយសារតែរឿងដែលមិនគួរនឹងធ្វើទេបងប្អូនដែលគាត់ជា audience របស់ខ្ញុំក៏គាត់ដឹងហើយថានៅពេលដែលខ្ញុំនិយាយពីរឿងចាំជាតិតាំងពី6ឆ្នាំមុនក៏ដោយនៅពេលហ្នឹងបើសិនជាបានមើល live ហ្នឹងតែទឹកជាក់ស្ដែងពេលដែលខ្ញុំ live ហ្នឹងខ្ញុំបានលុបបាត់ហើយ live មុនហ្នឹងតែមានបងប្អូនគាត់ record ហ្នឹងហើយខ្ញុំបានលុបបាត់ហើយជាក់ស្ដែងពេលដែលខ្ញុំ live ហ្នឹងទាំងដែលខ្ញុំកំពុងលក់ online ប៉ុន្តែក្នុងហ្នឹងគឺខ្ញុំមានអត់មានដាក់ប្រដាប់ខ្ញុំចូលឬក៏ខ្ញុំនិយាយប្រដាប់ខ្ញុំស្មីតែមួយម៉ាត់អត់ទេរៀងរាល់នៅពេលដែលខ្ញុំមានបញ្ហាឬក៏ខ្ញុំនិយាយអ្វីដែលជាការប្រាប់បងប្អូនចង់ចែកម្លែកបងប្អូនដឹងនៅក្នុងហ្នឹងគឺខ្ញុំបដិញ្ញាមួយខ្លួនឯងថាខ្ញុំអត់លោកឡំជាមួយនឹងប្រដាប់ដាច់ខាតបែងចែកដឹងថាអតិថិជនរបស់ខ្ញុំគាត់ត្រូវការអីហ្នឹងហើយតើខ្ញុំត្រូវបន្ថែមទំនុកចិត្តឲ្យគាត់តាមរបៀបមួយណាហ្នឹងហើយភាគច្រើនអ្វីដែលខ្ញុំចង់ផ្ដល់ឲ្យអ្នកទាំងអស់គ្នាជាពិសេសគឺភាពស្មោះត្រង់អញ្ចឹងសង្ឃឹមថាកម្មវិធីមួយនេះការចូលរួមរបស់ខ្ញុំអាចធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែស្គាល់ខ្ញុំច្បាស់ក៏ដូចជាបានស្ដាប់នៅរឿងរ៉ាវជាច្រើនដែលខ្ញុំអត់ដែលបាននិយាយហ្នឹងហើយអូខេហើយថ្ងៃនេះផងដែរចិត្តអីដែលបណ្ដាលបងគាត់សម្រេចចិត្តថាមកកម្មវិធីយើងទី1ក៏ដោយសារតែមានការ mention ច្រើនក៏ដូចជាបងប្រុសគឺគាត់ហៅខ្ញុំច្រើនដងមែនតើហើយខ្ញុំគិតថាពីមុនខ្ញុំអត់ចូលចិត្តស្ដាប់មតិដែលអវិជ្ជមានទេប៉ុន្តែបច្ចុប្បន្នខ្ញុំទទួលយល់ថាខ្ញុំមិនអាច control ជាមួយនឹងមតិទាំងឡាយបានទេព្រោះអីក៏ខ្ញុំមិនអាចទៅហាមគាត់ការគិតរបស់មនុស្សផ្សេងគ្នាបានដែរប៉ុន្តែបើសិនជានៅតែមានអ្នកដែលគាត់ចង់ស្ដាប់ហេតុអីក៏ខ្ញុំខ្លាចនឹងចូលរួមព្រោះអីទន្ទឹមនឹងខ្ញុំខ្លាចនឹងមានបងប្អូនច្រើនណាស់ដែលចង់ដឹងហ្នឹងហើយមួយទៀតក៏ខ្ញុំគិតថាខ្ញុំមានឱកាសក្នុងការនិយាយនៅរឿងរ៉ាវជាច្រើនដែលខ្ញុំធ្លាប់បានជួបខ្ញុំអត់ដែលបើសិនជាគិតមែនតើវាអត់អាចទៅរក content ណាមកធ្វើជាវីដេអូណាដើម្បីឲ្យលេចឲ្យរឿងហ្នឹងចេញមកបងដឹងចឹងថាខ្ញុំមិនសូវបង្កើត content ណាដែលវានៅឆ្ងាយពេកទេតែនៅចិត្តហ្នឹងតែមួយគ្រួសារបងប្អូនមីងខ្ញុំធ្វើតែអញ្ចឹងឯងហ្នឹងហើយចាឥឡូវចូលសាច់រឿងយើងមកបាទឥឡូវយើងចូលទៅសាច់រឿងយើងហ្មងហើយសាច់រឿងទី1បងចង់ចែកម្លែកជាមួយនឹងសាច់រឿងអីដែរបងអាចប្រាប់ចំណងជើងអីបានទេសាច់រឿងទី1ខ្ញុំអាចនឹងត្រឡប់ទៅវិញនិយាយជាមួយនឹងរឿងចាំជាតិដដែលចាស់ប៉ុន្តែខ្ញុំគិតថាបងប្អូនខ្លះគាត់នៅតែសួរខ្ញុំថាតើការចាំជាតិហ្នឹងគឺវាជារឿងពិតដែរអត់ខ្ញុំគិតថាតាមពិតទៅបងអត់ចាំបាច់ច្បាស់ថាវាគឺរឿងពិតមិនពិតទេវាគ្រាន់តែដូចជាកម្មវិធីនេះអញ្ចឹងខ្ញុំតែបានតែបងដឹងហើយបងពិចារណាឬក៏បងគ្រាន់តែបានតែស្ដាប់ទៅព្រោះអីទោះបីជាវាពិតឬក៏មិនពិតក៏វាអត់មានអីចំណេញដែរហ្នឹងហើយសម្រាប់យើងតែគាត់ថាសម្រាប់ខ្ញុំមកដល់ឥឡូវនេះសភាពអ្នកដែលវិញ្ញាណដែលស្លាប់បែបណាអារម្មណ៍អ្នកដែលធ្លាប់ស្លាប់បែបណាគឺខ្ញុំនៅចងចាំអត់សូម្បីតែបន្តិចក៏ខ្ញុំអត់ភ្លេចដែរចាប់តាំងពីអាយុប្រហែលមកដែរបងបើនៅពីក្មេងអញនិយាយបានថាយើង
អត់សឹកទឹកច្រើនណាជួបពឹងអីដល់ម៉ោងគេក៏គេអញ្ចឹងទៅឬក៏ដល់ម៉ោងលេងក៏លេងអញ្ចឹងទៅប៉ុន្តែនៅពេលដែលយើងដឹងក្តីអាការចងចាំទាំងប្រហែលហ្នឹងវាកាន់តែច្បាស់ទៅ អត់ភ្លេចទេបែរជាហត់តែច្បាស់វិញ ចាអត់ទេរហូតមកដល់ពេលដែលខ្ញុំមានកូនមួយណា បាទ បានមានធ្លាប់គេសួរដែរថាចាំជាតិអញ្ចឹងអត់ខ្លាចយើងមានគ្រោះឬក៏អីទេខ្ញុំអត់ប្រកាសដែរពេលហ្នឹងប៉ុន្តែនៅពេលដែលខ្ញុំមានកូនមួយបានខ្ញុំដឹងថាអូតាមពិតមានគេមកប្រាប់ហើយថាខ្ញុំអត់អាចអាយុវែងទេប៉ុន្តែខ្ញុំគិតថាវាអាស្រ័យទៅលើការសាងបុណ្យកុសលអាស្រ័យទៅលើការសាងអំពើល្អមិនប្រកាសថាអាយុវែងហើយយើងមានក្តីសុខទេអាយុប៉ុណ្ណាក៏ខ្ញុំអត់ខ្វល់ដែរសំខាន់ឲ្យតែយើងមានក្តីសុខយើងចេះសាងបុណ្យកុសលចេះសាងពេលវិដែលល្អសម្រាប់ឥឡូវនេះទៅគឺគ្រប់គ្រាន់ហើយហ្នឹងហើយយើងអាចទាញគិតថាអ្នកដែលមកប្រាប់ទាំងប្រមាណហ្នឹងគ្រាន់តែកាច់របស់យើងឬក៏យើងមើលរឿងអីទៅយើងមិនគិតថាវាជាការពិតទេ ចុះអ្នកដែលប្រាប់បងហ្នឹងជារបៀបអមនុស្សឬក៏ជាមនុស្សឬក៏ជារបៀបគ្រូមន្តអាគមអីបង ខ្ញុំអត់អាចវិនិច្ឆ័យថាគាត់ជាបែបណាទេបងគ្រាន់តែដឹងថាគាត់មិនមែនជាអ្នកដែលអាក្រក់ទេគាត់គ្រាន់តែប្រាប់ថាឲ្យយើងដឹងឬក៏ឲ្យយើង enjoy នៅអ្វីដែលយើងកំពុងមានរាល់ថ្ងៃកុំឲ្យ